Hello ស្ទើរអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីមុននឹងចូលសាយរបស់យើង admin បងឲ្យអ្នកទាំងអស់គ្នាចុច like subscribe ហើយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីតវិភាគមុននៅពេលដែល Channel ចាក់ចេញពីការណាត់ជួបជាមួយនឹង Dan ហើយ Channel ក៏គិតឡើងវិញនៅអ្វីដែល Dan នឹងស្នើសុំ Dan ហើយ Channel នៅតែគិតអត់យល់ថាហេតុអ្វីបានជា Dan នឹងផ្លាស់ប្ដូរមកស្រឡាញ់នាងវិញពេលដែលគិតរឿងនឹងហើយ Channel មានអារម្មណ៍ថារៀងស្មុគស្មាញដែរហើយនៅបំរើពេលដែលឃើញបែបហ្នឹងក៏សួរទៅកាន់ Channel ថាតើអ្នកនាងហ្នឹងចង់ឲ្យតេសិសបលទៅវិមានវិញឬក៏អត់ហើយ Channel ក៏និយាយថាឥឡូវហ្នឹងខ្ញុំអត់ទាន់ចង់ត្រឡប់ទៅវិញទេខ្ញុំចង់ទៅrelax លំហែខួរនៅកន្លែងតាំងពីពណ៌គំនូរមួយព្រោះឥឡូវហ្នឹងអត់សូវមានមនុស្សទៅមើលទេអញ្ចឹងអាចនឹងឈរមើលបានស្រួលពេលទៅដល់សារមន្ទីរកន្លែងដែលគេតាំងពីពណ៌គំនូរចេណាបានសម្លឹងទៅមើលគំនូរមួយផ្ទាំងដែលនាងស្រឡាញ់និងគាំទ្រវិចិត្រករនោះណាស់នៅពេលដែលនាងបានមើលគំនូររបស់គាត់វាធ្វើឲ្យអារម្មណ៍របស់នាងនឹងបានធូរស្រាលដោយសារតែនាងចូលចិត្តគំនូររបស់វិចិត្រករផ្សេងទៀតដែលគូទៅមើលទៅមានភាពអស្ចារ្យនាងក៏បានធ្វើការឧបត្ថម្ភទៅកាន់ពួកគេបន្តមកនៅពេលដែលនាងគិតថានឹងចង់ទិញគំនូរមួយផ្ទាំងនោះក៏មានមនុស្សស្រីម្នាក់និយាយទៅកាន់នាងថាតើនាងនឹងកំពុងតែចង់ទិញគំនូរមួយផ្ទាំងហ្នឹងមែននៅពេលដែលចិនណាកន្លែងទៅកាន់នារីម្នាក់នោះក៏នៅបន្តនិយាយថាខ្ញុំសួរបែបនេះដោយសារតែខ្ញុំចូលចិត្តគំនូរនេះដូចគ្នាតើអ្នកនាងអាចឲ្យគំនូរនេះមកកាន់ខ្ញុំបានអត់ហើយចិនណានៅបន្តសម្លឹងទៅកាន់នារីម្នាក់នោះមិនដាក់ភ្នែកហើយនារីម្នាក់នោះក៏នៅបន្តនិយាយថាខ្ញុំនិយាយបែបនេះដោយសារតែខ្ញុំបានតាមដានគំនូរនេះយូរមកហើយចិនណាបានគិតក្នុងចិត្តថាមើលទៅនារីម្នាក់នេះការស្លៀកពាក់មើលទៅប្រណិតណាស់ប៉ុន្តែមើលទៅធម្មតាហើយមើលទៅមិនមែនជាមនុស្សធម្មតាឡើយគឺជាអភិជនដ៏មានមុខមាត់ម្នាក់ហើយចិនណាក៏និយាយទៅកាន់នារីម្នាក់នោះវិញថាសុំទោសផងអ្នកស្រីដោយសារតែខ្ញុំក៏ចូលចិត្តគំនូរមួយផ្ទាំងនេះដែរតើអាចអត់ដែលយើងមើលគំនូរផ្សេងក្រៅពីនេះទៀតនារីម្នាក់ហ្នឹងនៅតែទទូចចង់សុំទិញគំនូរមួយផ្ទាំងហ្នឹងពីចេនណាពេលដែលឃើញបែបហ្នឹងចេនណាក៏គិតក្នុងចិត្តថាបើតាមសមត្ថភាពរបស់អ្នកស្រីម្នាក់ហ្នឹងគឺគាត់មានសមត្ថភាពខ្ពស់ជាងនឹងឆ្ងាយណាស់ហើយអ្វីបានជាគាត់ធ្វើដូចជាស្ដាយនៅរបស់តិចតួចបែបហ្នឹងនៅពេលដែលឃើញអ្នកស្រីម្នាក់ហ្នឹងនៅតែទទូចចង់សុំទិញបែបហ្នឹងចេនណារបស់យើងក៏សួរថាតើអ្នកស្រីចង់បានគំនូរហ្នឹងដោយសារអ្វីដែរហើយអ្នកស្រីម្នាក់ហ្នឹងក៏ឆ្លើយទៅកាន់ចេនណាថាដោយសារតែរូបគំនូរនៅលើមេឃហ្នឹងវាធ្វើឲ្យគាត់នឹកឃើញដល់ការចងចាំមួយហើយចេណានៅបន្តសួរថាតើរូបភាពនៅលើមេឃហ្នឹងគឺដូចជារូបភាពដែលអ្នកស្រីធ្លាប់ឃើញពីមុនមកមែនហើយអ្នកស្រីក៏ឆ្លើយទៅកាន់ចេណាថាមែនហើយវាធ្លាប់ស្ថិតនៅក្នុងការចងចាំរបស់គាត់ហើយចេណានៅបន្តសួរថាតើអ្នកស្រីចូលចិត្តមកមើលរូបគំនូរមែនហើយអ្នកស្រីម្នាក់ហ្នឹងក៏និយាយថាខ្ញុំគ្រាន់តែមកមើលនៅពេលដែលខ្ញុំមានពេលវេលាមកមើលតែប៉ុណ្ណោះពេលដែលចេណាបាននិយាយកាន់តែច្រើនជាមួយនឹងនារីម្នាក់ហ្នឹងចេណាក៏មានអារម្មណ៍ថានារីម្នាក់ហ្នឹងគឺជានារីដែលមានទ្រព្យសម្បត្តិច្រើនណាស់ហើយការណាដែលចិនណានិយាយជាមួយនាងកាន់តែច្រើនចិនណាកាន់តែយល់ពីអារម្មណ៍របស់នាងកាន់តែច្រើនដូចគ្នាហើយចិនណាក៏និយាយទៅកាន់អ្នកស្រីម្នាក់នោះថាខ្ញុំលើថាវិចិត្រកររូបនេះគាត់មានស្នាដៃច្រើនណាស់បើអាចអ្នកស្រីអាចមកមើលការតាំងពីពណ៌លើកក្រោយបានពេលដែលលើចិនណានិយាយបែបហ្នឹងអ្នកស្រីម្នាក់ហ្នឹងក៏ចាប់ផ្ដើមដូរទឹកមុខហើយចិនណាក៏និយាយថាតើអ្នកស្រីចង់ធ្វើការឧបត្ថម្ភទៅកាន់អធិមែនហើយអ្នកស្រីម្នាក់ហ្នឹងក៏និយាយថាខ្ញុំមិនដែលនឹងប៉ះពាល់របស់បែបហ្នឹងពីមុនមកទេហើយចិនណាក៏សួរថាចុះអ្នកស្រីចូលចិត្តគំនូរខ្លាំងណាស់មែនទេហើយអ្នកស្រីម្នាក់ហ្នឹងក៏នៅតែគាត់អត់ដែរស្គាល់គំនូរចឹងពីមុនមកពេលឃើញចិនណានិយាយច្រើនបែបហ្នឹងអ្នកស្រីម្នាក់ក៏សួរថាតើចិនណាហើយនឹងអ្នកគូគំនូរហ្នឹងមានទំនាក់ទំនងអីមែនហើយមួយទៀតដោយសារតែគាត់ចង់បានរូបគំនូរហ្នឹងដោយសារតែវាជាការតាំងពីពណ៌លើកដំបូងដែលគាត់បានមកចូលរួមហើយគំនូរមួយនេះបានចាប់ចិត្តរបស់គាត់ចឹងហើយបានជាគាត់ចង់ទិញគំនូរហ្នឹងតើហេតុអ្វីបានជាចេនណាហ្នឹងព្យាយាមអត់ឲ្យគាត់ទិញអ្វីដែលគាត់ចង់ទិញហើយគាត់នៅបន្តនិយាយថាចេនណាមិនដឹងសូម្បីតែគាត់ជានរណាផងហេតុអ្វីបានជាចេនណាហ្នឹងហ៊ាននិយាយរឿងបែបនេះដាក់គាត់ពេលទៅលើបែបហ្នឹងចេនណាបានគិតក្នុងចិត្តថាជាធម្មតាគឺចិនណាគឺដែរនិយាយរឿងចឹងដាក់ទៅមនុស្សដែលទៅតែនឹងស្គាល់គ្នាទេហើយចិនណាក៏និយាយថាការសន្ទនានេះគឺអាចធ្វើឲ្យយើងដឹងពីមនុស្សម្នាក់កាន់តែច្បាស់ដោយសារតែចិនណាមានអារម្មណ៍ថាមិនសូវស្រួលដោយសារតែអភិជនម្នាក់នេះគឺជាអ្នកមានខ្ពង់ខ្ពស់ដែរចឹងចិនណាគឺសម្រាប់ចិត្តដកថយពេលឃើញចិនណាចេះយកកលៈទេសៈបែបហ្នឹងអភិជនម្នាក់ហ្នឹងក៏សុំសួរឈ្មោះរបស់ចិនណាហើយក៏បានឆុងដៃដើម្បីទៅចាប់ដៃរបស់ចិនណាហើយចិនណារបស់យើងក៏បានយកដៃរបស់នាងទៅចាប់ដៃអភិជននោះដូចគ្នាហើយក៏និយាយថា
ខ្ញុំឈ្មោះថាអេវ៉ាចេនណាហើយស្ត្រីអភិជនម្នាក់នោះក៏និយាយទៅកាន់ចេនណាថាសួស្ដីខ្ញុំឈ្មោះថាលីលីសេរ៉ាទីនគ្រាន់តែឮតកសេរ៉ាទីនចេនណាឡើងចំហមាត់ហើយស្ត្រីអភិជនម្នាក់នោះសួរកាន់ចេនណាថាតើចេនណាហ្នឹងគឺជាអតីតប្រពន្ធរបស់ Dan មែនឮថាពីរនាក់គាត់ហ្នឹងលែងលះគ្នាហើយអភិជនម្នាក់ហ្នឹងសួរចេនណាបែបហ្នឹងដោយសារតែគាត់ហ្នឹងហើយគឺជាប្រពន្ធដើមរបស់ Dan ពេលដែលដឹងថាអ្នកនៅចំពោះមុខគឺជាខ្សែរាជវង្សហើយក៏ជាប្រពន្ធទី1របស់ Dan អញ្ចឹងចេនណារបស់យើងរៀងស្គប់មួយផ្លែតហើយ Access Seratin គាត់ក៏និយាយទៅកាន់ចេនណាថាវាមិនអីនោះទេកុំបារម្ភអីនាងអាចហៅខ្ញុំថា Access Seratin បានចំណែកខ្ញុំនឹងហៅនាងថា Eva ចេនណាហើយ Access Seratin និយាយទៅកាន់ចេនណាថានាងដឹងរឿងរបស់ចេនណាហ្នឹងរៀងច្រើនដែរពីអាសាសៀហើយតបមកចេនណាឡើងភ្ញាក់ផ្អើលដែរនាងអត់ដែលស្គាល់Access បែរជា Access ហ្នឹងដឹងរឿងរបស់នាងពីអាសាសៀបន្ទាប់មកអ្នកបម្រើរបស់ Access Seratin ក៏និយាយរឿងអ្វីមួយទៅកាន់នាងហើយបន្ទាប់មក Access Seratin ក៏និយាយទៅកាន់ Eva ចេនណាថាបន្តិចទៀតនឹងមានមនុស្សម្នាក់ដើម្បីឲ្យ Eva ចេនណាហ្នឹងជួយកំដរគាត់ផងពេលដែលលើបែបហ្នឹងចេនណារបស់យើងក៏មានអារម្មណ៍ថាឥឡូវហ្នឹងខ្ញុំធ្លាក់ខ្លួនហើយជាអ្នកបម្រើរបស់គ្រួសារ Seratin តាំងពីពេលណាបន្ទាប់មកក៏ងាកទៅក្រោយក៏ឃើញបរិមម្នាក់គ្មានណាគេឆ្ងាយទៅគឺអាសាសៀហ្នឹងតែម្ដងគ្រាន់តែដឹងថាអ្នកដែលនាងត្រូវមើលថែគឺជាអាសាសៀបែបហ្នឹងស្រាប់តែនឹកឃើញអាការយប់ហ្នឹងហើយអាសាសៀក៏និយាយទៅកាន់ចេនណាថាពួកយើងខានជួបគ្នាយូរហើយមើលទៅនាងដូចជាចិត្តដុតជាមួយនឹងម្ដាយខ្ញុំខ្លាំងណាស់ណោះត្រូវគ្នាចេនណារបស់យើងក៏និយាយទៅវិញថាមិនសូវជាប្រហែលតែគ្រាន់តែនិយាយត្រូវគ្នាចឹងណាអាសាសៀក៏ស្នើសុំឲ្យចេនណាហ្នឹងដើរកំដរគាត់មើលជុំវិញហ្នឹងព្រោះថាគាត់អត់សូវដឹងពីរឿងគំនូរអីអស់ហ្នឹងទេហើយលើថាចេនណាហ្នឹងក៏ជាអ្នកឧបត្ថម្ភឲ្យអាទិម្នាក់ហ្នឹងដែរគ្រាន់លើបែបហ្នឹងចេនណារបស់យើងក៏សួរថាហេតុអ្វីបានជាអាសាសៀហ្នឹងដឹងថាចេនណាមកមើលគ្រប់គំនូរនៅកន្លែងហ្នឹងហើយគាត់ពេញចិត្តទៅលើវិចិត្រករម្នាក់ហ្នឹងហើយអាសាសៀបដិសេធថាគឺគាត់អត់ដឹងអីទេហើយគាត់មកកន្លែងហ្នឹងដោយសារតើមាតារបស់គាត់ហ្នឹងមកមើលគំនូរហ្នឹងហើយគាត់ក៏អត់បាន expect ថាចេនណាហើយនឹងម្ដាយរបស់គាត់ហ្នឹងបានជួបគ្នានៅហ្នឹងដែរហើយអាសាសៀនៅបន្តនិយាយថាឲ្យចេនណាហ្នឹងជួយជូនគាត់ដើរមើលរូបគំនូរផងព្រោះគាត់សូវដឹងពីរឿងសិល្បៈគំនូរហ្នឹងទេហើយចេនណារបស់យើងក៏ឲ្យអាសាសៀហ្នឹងដើរតាមគាត់តែកំពុងតែអាសាសៀបាននិយាយនឹងសរសើរចេនណាថាថ្ងៃហ្នឹងដូចស្អាតហើយអាសាសៀដឹងទៀតថាចេនណាទៅតែជួបដែនហើយមិញហ្នឹងទេហើយចេនណាក៏សួរថាហេតុអ្វីបានជាអាសាសៀហ្នឹងចាស់ដឹងរឿងរបស់គាត់រឿងផ្ទាល់ខ្លួនរបស់គាត់ម៉េះហើយអាសាសៀដើរទៅចិត្តចេនណាហើយក៏និយាយថាមិនចាំបាច់គាត់ស៊ើបនាំហោទេព្រោះព័ត៌មានគេចុះផ្សាយប្រុងព្រាតពេញនឹងឯងតែនិយាយទៅមាត់ទេណាតែខ្លួនឯងដើរទៅចិត្តគេលេងចាប់ខ្ទប់គេនៅជាងហ្នឹងហ្មងនៅពេលដែលឃើញអាសាសៀបំរុងនឹងចង់ថោបនាងអញ្ចឹងចេនណារបស់យើងក៏កិច្ចតែកិច្ចអត់កើតទេព្រោះអីគេចាប់ជាប់ហើយក៏គេចាប់ថោបនៅនឹងឯងដែលអាសាសៀចាប់ថោបចេនណាអញ្ចឹងចេនណាក៏រើប្រាស់ដែរតែរើតាណារួចគេចាប់ជាប់ហើយនេះគេចាប់ជាប់ហើយគេចាប់ប៉ះអាខាងក្រោមទៀតអើយមើលដៃដោយសារតែអាសាសៀចាប់ថោបចេនណាខ្លាំងពេកដល់ទៅហើយមិនទាន់ចេនណាក៏រុញអាសាសៀមកទាំងហឹងព្រោះថាថោបនេះគឺមិនថោបធម្មតាទេគឺចង់លេបទាំងមូលតែម្ដងបាទចេនណានិយាយទៅកាន់អាសាសៀថាគាត់អត់ចង់ធ្វើរឿងបែបហ្នឹងជាមួយនឹងអាសាសៀទេចឹងហើយបញ្ឈប់ទៅហើយអាសាសៀនិយាយថារឿងអីគេធ្វើអត់ដឹងហើយចេនណាស្លក់យកហ្មងពេលឃើញស្លក់ចឹងចាប់ថោបទៀតប្រូនេះងាកថោបហ្មងពេលដែលឃើញចេនណាអត់ច្រានអាសាសៀម្ដងទៀតចឹងអាសាសៀក៏និយាយថាមិនបាននៅស្ងៀមលែងជ្រុញគេចឹងហើយចេនណារបស់យើងក៏និយាយថាដោយសារតែចេនណានឹងអត់សូវស្រួលខ្លួនមិនជាគាត់នឹងអត់មានកម្លាំងរុញចឹងហើយចាប់ពីពេលនេះទៅគាត់ឈប់ធ្វើរឿងបែបហ្នឹងជាមួយអាសាសៀទៀតហើយអាសាសៀក៏បានយកដៃរបស់គាត់ទៅដាក់លើស្មារបស់ចេនណាហើយក៏នៅតែនិយាយញាស់ចេនណាអញ្ចឹងដែលធ្វើឲ្យចេនណារបស់យើងសួរថាតើមានម្ដាយណាតែដែលចង់បានកូនប្រុសបែបហ្នឹងនោះហើយអាសាសៀក៏និយាយថានេះមានមួយតាទោះបីជានាងជាម្ដាយរបស់ខ្ញុំក៏ដោយបន្តមកស្រាប់តែមានលឺសំឡេងសើចដែលមានមនុស្សដើរមកខាងហ្នឹងហើយចេនណារបស់យើងក៏ខ្លាចមានមនុស្សឃើញក៏និយាយថាយើងគួរតែនាំគ្នាត្រឡប់ទៅវិញព្រោះគាត់ខ្លាចគេឃើញហើយអាសាសៀនិយាយថាឃើញទៅអត់ខ្វល់ពេលដែលឃើញអាសាសៀនិយាយស្ដាប់គ្នាមិនបានធ្វើឲ្យចេនណារបស់យើងខឹងមែនតើហើយក៏សួរថាចង់បានអីគេហើយចេនណាក៏ខំមាត់ពេលដែលខំមាត់ចឹងឯអាសាសៀគេយកដៃរបស់គេនឹងឲ្យចេនណាខំដៃបងកុំខំមាត់ខ្លួនឯងទះមកដៃឡាហើយអាសាសៀក៏ឆ្លើយថាពេលនេះចេនណាមិនតន់ចង់ដងចម្លើយទេហើយក៏ចាប់ថប់ចេនណាម្ដងទៀតហ
ហើយក៏ប្រាប់ Jenna ថាលើកក្រោយពេលជួបគាត់ហៅគាត់អាសាសៀទៅអាសាសៀក៏ដាក់ដៃឡើងដើម្បីឲ្យ Jenna កាន់ដៃរបស់គាត់យើងត្រឡប់ទៅវិញអញ្ចឹងមានណា Jenna រត់ចោលបដ ហើយពេលដែលទៅដល់ក៏បានជួបម្ដាយរបស់អាសាសៀដែលអញ្ជើញ Jenna របស់យើងហ្នឹងចូលរួមកម្មវិធីមួយនៅពេលដែលឃើញបែបហ្នឹង Jenna ក៏គិតទៀតហើយថាអូទៅចូលរួមកម្មវិធីហ្នឹងការមានសេរីភាពរបស់គាត់ហ្នឹងប្រហែលជាឡើងមានហើយដល់គេចុះកសែតប្រុងព្រាបពេញហ្នឹងហើយវាមិនដែរណាប្រពន្ធដល់ប្រពន្ធចុងហើយនឹងអតីតប្តីមកជួបជុំគ្នាពេញវិមានវាមិនដែរមានច្រើនទាំងអស់គ្នាហើយ Jenna ក៏ធ្វើការបដិសេធថាប្រហែលជានាងហ្នឹងអត់បានទៅចូលរួមទេព្រោះអីមានការណាត់ជួបជាមួយនឹងអ្នកផ្សេងហើយអាសាសៀក៏និយាយថាអូជួបជាមួយនឹងលោកហ៊ុនវិចិត្រករហ្នឹងមែនបើសិនជាអញ្ចឹងយើងអាចហៅគាត់ទៅjoin កម្មវិធីនឹងទាំងអស់គ្នាទៅគាត់លឺហើយ Jenna ស្អីគេអើយឯងហៅតើរលេះដោះសាតបានហ្មងហើយគាត់លឺបែបហ្នឹងម្ដាយរបស់អាសាសៀក៏អូខេហ្មងខ្ញុំទៅម៉ែកូនគេដូចត្រូវដៃត្រូវជើងគ្នាហ្មងអូខេគ្រប់យ៉ាងហើយម្ដាយរបស់អាសាសៀហ្នឹងគាត់មើលទៅសប្បាយចិត្តណាស់ហើយគាត់ក៏គិតថាតើគួររៀបចំកម្មវិធីហ្នឹងនៅថ្ងៃណាដើម្បីជួបជុំជាមួយនឹងដែរហើយអាសាសៀក៏បានសើចនៅក្រោយ Jenna ហ្នឹងអត់ឲ្យលឺសលេងតែមានណា Jenna ខំដែរដាក់មួយកែងស្បែកជើងបាត់មាត់ឈឹងហើយរឿងរបស់យើងក៏មកដល់ទីបញ្ចប់ហើយអ្នកនរគ្នាអញ្ចឹងមានរងចាំទស្សនាភាពបន្តថាតើពេលដែលបានជួបជុំគ្នាហ្នឹងនឹងទៅជាយ៉ាងណាហើយអ្នកនរគ្នាមានភ្លេចចុច like ចុច subscribe ណាហើយដាក់សញ្ញាកណ្ដឹងផងហ្នឹងនៅដើម្បីទទួលបានវីដេអូថ្មី